Mấy nay ní cứ chia video trong cõi xâm rạp nhóm bị nẹ bong thầm mà chiết mình trong cõi rồi hồ tế cứ trong cõi không ngày nắng khai nắng và hay chỉ khai cõi dân ai chụp kia tiết hai phải chỉ nhóm trâu tờ lên khang khai bát tờ bóng khang mê băng khang bằng văn vinh mà đong rồi lời ní video trong cõi xâm rạp nhóm bị nẹ bong thầm chiết nắng dần mạch bà cứ miền này tha quát xong tờ tè vành hai hay dục ní cứ chỉ dục trong cõi để dân trâu bà hỏi chẳng hay nhóm ăn chỉ mùi nắng chong có đôi chia s까 cha từ tua bong mà dục tiết tua bong mạo để chia buôn pram ngày hay cả mà phép cò dân từ tua ban ở bát sau pi bong cua sầm bong vậy tới nhóm chân đánh men tên ông còn hay đấy ban nhóm tha chân đánh pe để bong thomมันchiết máu nhóm ban tiếng đa thọt chỉ mũi cót tì mũi tì pi nhóm ban từ tua tiếng chấm này đăng có đôi chia bát sau không cả đào prey có đôi chia không cảผลิต menตะกาដើម្បីឲ្យបងប្អូនទស្សនាខ្ញុំក៏អរគុណបងច្រើនដែរតែបងបរៀនបទពិសោធន៍បងអូនបើសិនជាមានឱកាសខែក្រោយឬក៏ថ្ងៃណាមួយទេយើងនឹងជួបគ្នាទៀតព្រោះអីយើងគង់តែជួបគ្នាទេព្រោះអីធីមយើងអញ្ចឹងណាបាទតោះឥឡូវយើងកុំឲ្យខាតពេលយូរថ្ងៃនេះបងចិនគាត់ក៏ចូលរួមដែរដែលគាត់មកពីខាងខ្ជិលហើយបើនិយាយទៅគាត់គឺដៃថ្មីមែនទេសូម្បីតែខ្ញុំឲ្យគាត់បុកទឹកត្រីកោះកុងហ្នឹងក៏ងេមងាមដូចចាប់ក្តាមដាក់ចេដែរមិនដឹងដាក់អាណាមុនតើអាណាមុនទេខ្ញុំក៏វែងតាមគាត់ដែរបើនិយាយទៅជាក់ស្ដែងសកាចាស់ខ្ញុំដាក់រួចហើយខ្ញុំប្រឡាក់រួចអស់ហើយប៉ុន្តែខ្ញុំចង់ឲ្យគាត់បុកទឹកត្រីកោះកុងមួយចានទៀតដើម្បីយើងរោយពីលើសកាចាស់ផងយើងទុកជាលក់ខ្យងផងហើយដូចត្រង់កន្លែងនេះដូចដែលបងប្អូនបានឃើញហើយយើងបុកទឹកត្រីកោះកុងយើងមិនទាន់នឹងបុកទឹកត្រីផងគាត់បាយជាមកហាន់ក្រូចឆ្មាហាន់អីទុកណាណីដូចខ្ញុំប្រាប់ចឹងដៃថ្មីដូចអញ្ចឹងដូចចាប់ក្តាមដាក់ចេអញ្ចឹងហើយក៏អត់ដែរបោះតង់ទេគាត់ក៏អត់ដែរធ្វើវីដេអូពេលយប់ដែរថ្ងៃមុននាំគាត់ទៅបោះតង់មកយប់ហើយតែគាត់អត់ហ៊ានដេកទេគាត់ថាប្លែកអញ្ចឹងណាបើនិយាយទៅអត់អីទេបើសម្រាប់ពួកខ្ញុំដូចបងធម្មជាតិធ្លាប់រុកលអាងធ្លាប់ដើរព្រៃជ្រៅខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការដើរព្រៃហើយមួយរយៈនេះបងប្អូនដែលស្គាល់ខ្ញុំដឹងហើយខ្ញុំដើរចាប់ពស់ទៅយប់ទេអញ្ចឹងថ្ងៃនេះខ្ញុំក៏មកពេលយប់ទៀតដែរគឺអាំងសកាចាស់ប្រឡាក់អំបិលម្ទេសដើម្បីយើងហូបជុំបងធម្មជាតិក៏ដូចជាចិនហើយនឹងកាមេរ៉ាមែនរបស់ខ្ញុំគឺអូនភ័ក្រព្រោះអីស្អីហ្នឹងបងធម្មជាតិគាត់ទៅខេត្តបាត់ដំបងស្រុករតនមណ្ឌលទៀតហើយអញ្ចឹងយើងត្រូវតែហូបជាមួយបងមួយយប់សិនដើម្បីយើងមាននៅវីដេអូអនុស្សាវរីយ៍ជុំគ្នាក៏ដូចជាវីដេអូដែលយើងជួបជុំគ្នាសប្បាយខ្លះទៅបាទហើយវីដេអូនេះក៏ផ្ញើជូនទៅដល់បងប្អូនដែលចូលចិត្តហូបខ្យងហើយនឹងចូលចិត្តហូបសាច់ពោះសកាចាស់ថ្ងៃនេះខ្ញុំមករៀងច្រើនគួរសមបើនិយាយពីសាច់សកាចាស់វិញឡើង2 3សកាចាស់នោះហើយសាច់ឡើងដាក់ទៅពេញមួយកូនចាន់ដៃតូចបងប្អូនដាក់ឡើងពេញកាទះហ្មងប៉ុន្តែខ្ញុំសុំថតវីដេអូកាត់ហើយដោយសារតែវីដេអូនេះខ្ញុំអត់បានថតពេញប្រហែលទេទី1ខ្ញុំរវល់ហើយទី2ខ្ញុំអាឡ័យតែផ្ដោតទៅលើការនិយាយលេងជាមួយបងធម្មជាតិចឹងហើយក៏អត់សូវបានសកម្មភាពពេញហើយខ្ញុំក៏សូមអធិស្ឋានបងប្អូនផងតោះឥឡូវខ្ញុំសូមងាកមកចូលសាច់រឿងយើងបន្តិចសិនយើងប្រឡាក់សកាចាស់រួចយើងបុកទឹកត្រីកោះកុងរួចយើងត្រៀមខ្យងត្រៀមអីរួចភ្លើងយើងក៏ឆេះហើយមិនទាន់នឹងមានល្ងើកអាំងទេចឹងហើយខ្ញុំឲ្យបងចិនក៏ដូចជាអូនភ័ក្រអង្គុយដាក់បទចម្រៀងមួយបទដើម្បីកដរអារម្មណ៍ពុកម៉ែបងប្អូនទស្សនាវីដេអូនឹងកុំឲ្យស្ងាត់ចឹងណាហើយបើវីដេអូនេះថតទៅមានកន្លែងចន្លោះខ្វះខាតខ្ញុំបាទពុទ្ធី TV ក៏សូមអធិស្ឋានខន្តីអភ័យទោសផងដោយសារតែខ្ញុំជាអ្នកធ្វើវីដេអូក៏ដូចជាអ្នកផលិតមាតិកាដៃថ្មីដែរទេចឹងហើយបើខុសទាស់កន្លែងណាក៏សូមអធិស្ឋានហើយខ្ញុំសូមថតកាត់បាទអធិស្ឋានផងហើយត្រង់កន្លែងនេះគឺឆ្អិនហើយតោះទៅស្ដាប់សលេងបងធម្មជាតិក៏ដូចជាសលេងខ្ញុំស៊ីទាំងអស់គ្នាខ្ញុំចង់ហត់ដូចបងឯងដែរតែក្តៅខ្ញុំមើលហត់ចែកបាទនេះអត់សូវមានទឹកហត់អត់ឆ្ងាញ់ទឹកឡាទឹកទេនេះអានេះអស់ទឹកហើយអត់ឆ្ងាញ់នេះទឹកទឹកទេហុយខ្លួនមកបងចាញ់ខ្ញុំយ៉ាងមើលដាក់ណាមួយម៉ាត់អុយវាដាក់នេះមកនេះហត់សុំអូយក្តៅទឹកលក់បុកឆ្ងាញ់ពីផ្អែមតិចទេក្តៅបងបាទក្តៅហ៎ក្តៅទ្រាំឆ្ងាញ់អូយដល់កចាំហ៎ចេះប្រហែលទៅបាញ់មកចាយមើលđau ấy bông đau hơi xanh muối ở đây ở hiền đây dây đã mới bông cảnh đã đôi bông ở đây xong chơi chơi phun hơn fan không ok bà đây ok tục kèm rumor cái này bóc tông không ai tích
mày má bộ team dương từ lên từng từ trên bậc lên hộp lên chắc chắn này nhưng tôi mới phong thân của mày giờ đấy từng vì là rồi chẳng trong tàu ấy tôi lên bán á mấy nè ấy cho mình bán phong xa ấy trăm hai cuộc thi ấy tàu đài ដោយដែលបងប្អូនបានឮសម្ដីបងធម្មជាតិហើយហើយក៏បានស្ដាប់នៅក្បាលវីដេអូហើយថាបងធម្មជាតិគាត់ត្រឡប់ទៅខេត្តបាត់ដំបងស្រុករតនមណ្ឌលវិញអរគុណច្រើនដែលបងបានមកលេងផ្ទះបងប្អូននៅឯខេត្តសៀមរាបស្រុកពូឃុំព្រៃជ្រូករយៈពេលមួយអាទិត្យហើយគាត់មកជាជើងទី3ជើងទី4ហើយបាទជើងនេះគឺជាជើងទី4ហើយឱកាសក្រោយយើងនឹងជួបគ្នាទៀតដោយដែលខ្ញុំប្រាប់បងប្អូនពីកន្លងមកហើយបងធម្មជាតិគាត់ដូចជាបងប្រុសរបស់ខ្ញុំគាត់គឺជាបងថ្លៃរបស់ខ្ញុំហើយក៏គាត់គឺជាគ្រូរបស់ខ្ញុំដែររាល់ការជោគជ័យរបស់ខ្ញុំរាល់ការធ្វើវីដេអូទៅមានពុកម៉ែបងប្អូនទស្សនាច្រើនក៏ដោយសារតែបងធម្មជាតិដែរចឹងហើយអរគុណ